មនុស្សត្រូវតែស្លាប់ពីរដងស្លាប់ទី1ហើយរូបកាយស្លាប់ទី2ស្លាប់ខាងឯព្រលឹងវិញ្ញាណដូច្នេះមនុស្សគ្មានអំណាចលើសេចក្តីស្លាប់ឡើយមានតែព្រះអង្គម្ចាស់តែមួយគត់ដែលទ្រង់ជាព្រះជាម្ចាស់នៃជីវិតហើយទ្រង់ជាម្ចាស់នៃសេចក្តីស្លាប់ផងដែរសម្រាបសួរបងប្អូននៅក្នុងសេចក្តីស្រឡាញ់ព្រះសិគ្រីស្ទម្ដងទៀតជួបគ្នាថ្មីទៀតហើយព្រះបន្ទូលរបស់ព្រះអង្គក៏ថ្មីទៀតដែរនៅក្នុងថ្ងៃនេះព្រះបន្ទូលរបស់ព្រះអង្គគឺជាព្រះបន្ទូលដែលសាងចិត្តយើងដែលធ្វើឲ្យយើងមានអំណរហើយធ្វើឲ្យយើងមានសេចក្តីសង្ឃឹមគ្រប់បែបយ៉ាងហើយឲ្យយើងមានសង្ឃឹមថាជីវិតយើងនឹងរស់នៅអស់កាលជានិច្ចជាមួយនឹងព្រះអង្គអាមែនសូមបងប្អូនបានបើកនៅក្នុងកាពីយ៉ូហានចំពោះ11ខ25ដល់27ឃើញទាំងអស់គ្នាខ្ញុំនឹងអានជូនព្រះយេស៊ូវមានបន្ទូលទៅនាងថាខ្ញុំជាសេចក្តីរស់ឡើងវិញហើយជាជីវិតអ្នកណាដែលជឿដល់ខ្ញុំទោះបើស្លាប់ហើយគង់តែនឹងរស់ឡើងវិញដែរអ្នកណាដែលរស់នៅហើយជឿដល់ខ្ញុំនោះមិនត្រូវស្លាប់ឡើយនាងជឿសេចក្តីឬទេនាងទូលឆ្លើយថាព្រះពរព្រះអម្ចាស់ខ្ញុំម្ចាស់ជឿហើយថាទ្រង់ជាព្រះគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះដែលត្រូវយាងមកក្នុងលោកីយ៍នេះនៅក្នុងគម្ពីរយ៉ូហានចំពោះ11ខ25ដល់27នេះមានចំណងជើងថាព្រះយេស៊ូវទ្រង់ជាម្ចាស់លើសេចក្តីស្លាប់បើយើងពិចារណាអំពីជីវិតមនុស្សសពថ្ងៃគេខំរិះរោងមធ្យោបាយគ្រប់បែបយ៉ាងដើម្បីឲ្យជៀសផុតពីសេចក្តីស្លាប់តែពុំអាចទៅរួចទេមនុស្សគ្មានមធ្យោបាយអ្វីដែលអាចជួយឲ្យរួចពីសេចក្តីស្លាប់បានទេទោះបីជាអ្នកនោះមានលុយមានទ្រព្យសម្បត្តិហូរហៀខំចំណាយលុយយ៉ាងច្រើនដើម្បីទៅរកកន្លែងដែលផុតពីសេចក្តីស្លាប់ខ្លះខំចំណាយលុយយ៉ាងច្រើនដើម្បីនឹងសង់វាំងប្រាសាទយ៉ាងធំស្កឹមស្កៃនៅក្នុងបាតសមុទ្រដោយគេគិតថានឹងមានសេចក្តីសុខដោយគ្មានសេចក្តីស្លាប់តាមរកគេឃើញបងប្អូនអើយសូមពិចារណាទាំងអស់គ្នាថាទោះបីជាកំពុងរស់នៅលើផែនដីទោះបីកំពុងរស់នៅក្នុងរូងភ្នំរស់នៅក្នុងព្រៃភ្នំក្រំថ្មរស់ក្នុងវាំងរស់ក្នុងវិឡារស់នៅក្នុងប្រទេសណាក៏គេចមិនផុតពីសេចក្តីស្លាប់ដែរសេចក្តីស្លាប់វាស្ថិតនៅក្បែរជីវិតយើងជានិច្ចសេចក្តីស្លាប់មិនអាចទទួលពាក្យអង្វររបស់យើងបានទេមនុស្សត្រូវតែស្លាប់ពីរដងស្លាប់ទី1ហើយរូបកាយស្លាប់ទី2ស្លាប់ខាងឯព្រលឹងវិញ្ញាណដូច្នេះមនុស្សគ្មានអំណាចលើសេចក្តីស្លាប់ឡើយមានតែព្រះអង្គម្ចាស់តែមួយគត់ដែលទ្រង់ជាព្រះជាម្ចាស់នៃជីវិតហើយទ្រង់ជាម្ចាស់នៃសេចក្តីស្លាប់ផងដែរហើយយើងពិចារណាអំពីខ25ព្រះយេស៊ូវមានបន្ទូលទៅនាងថាខ្ញុំជាសេចក្តីរស់ឡើងវិញហើយជាជីវិតអ្នកណាដែលជឿដល់ខ្ញុំទោះបីស្លាប់ហើយគង់តែនឹងរស់វិញដែរសួរថាតើមានមធ្យោបាយអ្វីដែលឲ្យមនុស្សស្លាប់ហើយរស់វិញសូមបញ្ជាក់ថាព្រះនៃយើងទ្រង់មានអំណាចប្រទានឲ្យមនុស្សដែលស្លាប់ហើយបានរស់ឡើងវិញបានហើយទ្រង់ប្រទានឲ្យគេមានជីវិតរស់នៅអស់កាលជានិច្ចមិនមែនជាជីវិតខាងឯសាច់ឈាមទេគឺមានជីវិតខាងឯព្រលឹងវិញ្ញាណគឺមានព្រះយេស៊ូវតែមួយគត់ដែលផ្ដល់ជីវិតអស់កាលជានិច្ចដល់យើងនៅក្នុងគម្ពីររ៉ូមចំពោះ5ខ26ពីព្រោះដែលព្រះវរបិតាមានជីវិតក្នុងព្រះអង្គយ៉ាងណានោះទ្រង់បានប្រទានឲ្យព្រះរាជបុត្រាមានជីវិតក្នុងព្រះអង្គទ្រង់យ៉ាងនោះដែរចង់បញ្ជាក់ថាព្រះអង្គម្ចាស់ទ្រង់ជាព្រះដ៏មានព្រះជន្មរស់និងជាប្រភពនៃជីវិតទាំងអស់នៅក្នុងគម្ពីរយ៉ូស្វេចំពោះ3ខ10រួចលោកប្រាប់ថាហើយរាល់គ្នានឹងដឹងដោយសារសេចក្តីទាំងនេះថាព្រះដ៏មានព្រះជន្មរស់ទ្រង់គង់នៅក្នុងពួកឯងហើយថាទ្រង់នឹងបណ្ដេញសាសកាណានសាហេតសាហេវីសាសពើស៊ីតសាសតាកាសីសាសអាម៉ូរីនិងសាសយេបូលចេញពីមុខឯងរាល់គ្នាទៅជាមិនខាននេះជាពាក្យសន្យារបស់ព្រះដែលបានសន្យានឹងអ៊ីស្រាអែលដើម្បីទទួលបានជីវិតអស់កាលត្រូវទទួលជឿដល់ព្រះនាមទ្រង់នោះនឹងបានជីវិតអស់កាលនោះនឹងបានកើតជាថ្មីនៅក្នុងគម្ពីររ៉ូមចំពោះ6ខ3ដល់ខ5បងប្អូនអាចមើលដោយខ្លួនឯងនៅក្នុងគម្ពីរយ៉ូហានដដែលខ26នោះមិនត្រូវស្លាប់ឡើយត្រង់ចំណុចនេះពុំមែនមានន័យថាអស់អ្នកដែលជឿព្រះនាមព្រះយេស៊ូវគ្រីស្ទទាំងអស់មិនស្លាប់ទេទៀងតែនឹងស្លាប់
តែស្លាប់ខាងរូបកាយតែរស់ខាងឯព្រលឹងវិញ្ញាណវិញព្រះអង្គអាចប្រោសរូបកាយបានតែគឺជារូបកាយឧត្តមមិនមែនរូបកាយខាងឯសាច់ឈាមទៀតទេនៅក្នុងខ27ខ្ញុំម្ចាស់ជឿហើយនាងបានឆ្លើយតបទៅព្រះយេស៊ូវថានាងជឿហើយថាព្រះយេស៊ូវគ្រីស្ទជាព្រះម៉ាស៊ីជាព្រះរាជបុត្រានៃព្រះហើយទ្រង់ជាព្រះសង្គ្រោះដល់មនុស្សលោកដូច្នេះវត្តមានរបស់ព្រះអង្គគឺគង់នៅសព្វថ្ងៃនេះទ្រង់ជាវិញ្ញាណមិនអាចឲ្យមនុស្សលោកមើលឃើញទ្រង់បានទេពីព្រោះទ្រង់បញ្ចេញរូបអង្គទ្រង់តាមរយៈព្រះរាជបុត្រានៃព្រះរួចហើយគឺជាតួអង្គព្រះ100%និងជាមនុស្ស100%ដើម្បីឲ្យមនុស្សបាននិយាយសារសងជាមួយនឹងព្រះអង្គដើរជាមួយនឹងព្រះអង្គនិយាយជាមួយនឹងព្រះអង្គអង្គុយជាមួយនឹងព្រះអង្គស្ដាប់សេចក្តីបង្រៀនរបស់ព្រះអង្គតែថ្ងៃនេះពេលវេលានេះយើងជាមនុស្សមិនអាចមើលឃើញទ្រង់បានទេបានត្រឹមតែនិយាយទៅកាន់ទ្រង់តាមរយៈការអធិដ្ឋានប៉ុណ្ណោះសរុបសេចក្តីមកបងប្អូនអើយយើងត្រូវដឹងថាមានព្រះពិតតែមួយប៉ុណ្ណោះដែលអាចជួយយើងឲ្យរួចពីបាបបានហើយឈ្នះសេចក្តីស្លាប់បានគ្មានសេចក្តីសង្គ្រោះណាក្រៅពីព្រះយេស៊ូវឡើយបើយើងជឿទ្រង់ត្រូវជឿឲ្យជាប់កុំចូលព្រះយេស៊ូវកុំកាន់សាសនាព្រះយេស៊ូវឡើយមិនបានសេចសង្គ្រោះទេសូមបងប្អូនរស់នៅថ្វាយជីវិតព្រលឹងញៀនរបស់យើងទៅព្រះដោយជឿទុកចិត្តដល់ទ្រង់នោះទ្រង់ឲ្យជីវិតយើងបានកើតជាថ្មីនិងទទួលនៅជីវិតអស់កលជានិច្ចវិញអាមែនសូមព្រះប្រទានពរ